បើយើងនិយាយអំពីធនធានជលផលរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំយើងឃើញថាមានការកើនឡើងផ្អែកទៅលើអីរាល់ឆ្នាំយើងតែងតែធ្វើsurveyមើលឃើញនៅកម្លាស់ទីរបស់ត្រីលទ្ធភាពនៃការចាប់បានមានការកើនឡើងមានន័យថាធនធានរបស់យើងមានការកើនឡើងប៉ុន្តែសួរថាធនធានជលផលដែលកើនឡើងនេះគឺកើនឡើងដោយឯងឬក៏មានការខិតខំប្រឹងប្រែងយ៉ាងម៉េចខ្លះនៅពីក្រោយបាទនៅពីក្រោយគឺមានការខិតខំប្រឹងប្រែងខ្លាំងណាស់មន្ត្រីជលផលមិនមែនតែមន្ត្រីជលផលទេធ្វើការជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើការជាមួយនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីទប់ស្កាត់នៅវត្តល្មើសបាទទើបយើងអាចថែរក្សាធនធានធម្មជាតិរបស់យើងឲ្យកើនឡើងបានហើយការធ្វើបែបនេះមិនមែនដើម្បីតែត្រីដើម្បីតែធនធានធម្មជាតិមុខទេប៉ុន្តែដើម្បីប្រជាពលរដ្ឋដែលនៅជុំវិញនោះដូចគ្នាផងដែរមួយផ្នែកគឺការពារទុកឲ្យគាត់ដើម្បីឲ្យមានរហូតនេះឯងបាទអញ្ចឹងនេះយើងឃើញមានការកើនឡើងយើងសួរថាមានអីទៀតដូចជាផ្សោតសមុទ្រក៏ដូចជាផ្សោតទន្លេរបស់យើងផ្សោតទន្លេយើងតាមដានរហូតបាទឆ្នាំទៅវាកើនឡើងដល់ទៅ5នៅពេលដែល 2-3 ឆ្នាំមុនចំនួនសត្វផ្សោតមានតែការថយចុះឆ្នាំ2025នេះចំនួនកើត3ក្បាលហើយស្លាប់អត់ទាន់មានទេលើសពីនេះយើងនៅមានធនធានត្រីផ្សេងទៀតដូចជាប្របែលជាយើងបានដឹងហើយដល់ថ្ងៃនេះមិនទាន់ break នៅឡើយទេ record នេះជាង300គីឡូក្រាមបរមីបាទហើយយើងគិតថាបើសិនជាមិនមានការប៉ះពាល់អីទេថ្ងៃក្រោយយើងជួបបរមីទៀតបែរជាធំជាង300គីឡូក្រាមអញ្ចឹង break record ខ្លួនឯងឥឡូវនេះក៏កំពុងឲ្យពិនិត្យមើលដែរតើមានរកឃើញមានប្របែលជាណាធំជាងនេះទៀតទេបាទត្រីជាប្រភេទត្រីគុលរាំងជាប្រភេទត្រីរីករាល់ឆ្នាំយើងតែងតែប្រទះឃើញធ្វើដំណើរជាប់នៅក្នុងដាយមួយរយៈនេះគឺមានការយល់ដឹងចាស់ណាស់ជាពលរដ្ឋយើងអ្នកជានេសាទរបស់យើងទៅគាត់ចាប់បានត្រីកម្រគាត់លែងទៅវិញហើយគាត់ថតផ្ញើឲ្យពួកយើងបានឃើញអញ្ចឹងធនធានរបស់យើងការកើនច្រើនផ្សោតសមុទ្រក៏យើងបានឃើញដែរជ្រូកទឹកផ្សោតពណ៌ផ្កាឈូកពីមុនយើងសួរថាផ្សោតអស់ហ្នឹងជារបស់យើងនៅជាមួយយើងទេមិនមែនទេនៅក្នុងដែនសមុទ្រគឺបើកចំហយើងអត់មានរីរាំងមិនឲ្យទៅមកទេប៉ុន្តែផ្សោតតែងតែមកហេតុអីព្រោះថាយើងអភិរក្សធនធានជលផលរបស់យើងនៅសមុទ្របានល្អជ្រូកទឹកត្រូវការអីត្រូវការស្មៅដុះក្នុងទឹកស្មៅដុះក្នុងទឹកនេះយឺតណាស់តម្រង់ទៅវាដុះបានរហូតបានមិនដូចស្មៅយើងនៅលើគោកទេបាទហើយស្មៅក្នុងទឹកនៅពេលដែលមានគឺយើងឃើញជ្រូកទឹកមកហើយមិនមែនមានតែប៉ុណ្ណេះទេយើងនៅមានកពើភ្នំដែលយើងប្រឡែងបានច្រើនបំផុតបាទជាងគេហើយនៅលើពិភពលោកនេះអណ្ដើកលួងក៏ដូចគ្នាយើងខិតខំអភិរក្សជាផ្នែកនៃយើងហៅថាសញ្ញាណរបស់ជាតិយើងដែរអណ្ដើកលួងនេះបាទអញ្ចឹងយើងចិញ្ចឹមមេពូជបាទប្រកាសបានពងបានកូនយកទៅប្រឡែងនេះក៏ជាសកម្មភាពមួយផ្នែកទៀតនៃការខិតខំប្រឹងប្រែងរបស់យើងអញ្ចឹងធនធាន